យក្រុងធ្វើប្រជាមតិជាតិលើកិច្ចព្រមព្រៀង MOU ជាមួយកម្ពុជាប៉ុន្តែអ្នកច្បាប់និងអ្នកវិភាគនយោបាយកម្ពុជាជឿថាมันអាចលុបចោលបានឡើយប្រសិនបើគ្មានការយល់ព្រមពីភាគីកម្ពុជាកាសែត The Nation Thailand បានរាយការណ៍នៅថ្ងៃទី30ខែកញ្ញាឆ្នាំ2025នេះថានាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈគុលបានបញ្ជាក់ថារដ្ឋាភិបាលថៃក្រុងធ្វើប្រជាមតិជាតិដើម្បីសម្រេចថាតើត្រូវលុបចោល MOU ចំនួន2ដែលបានចុះហត្ថលេខាជាមួយកម្ពុជាឬទេកិច្ចព្រមព្រៀងទាំងនោះរួមមាន MOU 43ស្ដីពីព្រំដែនដីឆ្នាំ2000និង MOU 44ស្ដីពីការទាមទារដែនសមុទ្រឆ្នាំ2001នាយករដ្ឋមន្ត្រីថៃរូបនោះបាននិយាយទៀតថាគាត់ផ្ទាល់ពេញចិត្តចំពោះការលុបចោល MOU ទាំងនេះប៉ុន្តែត្រូវមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋសិនទន្ទឹមនឹងនេះអ្នកច្បាប់និងអ្នកវិភាគនយោបាយកម្ពុជាបានឲ្យដឹងថាកិច្ចព្រមព្រៀង MOU 2000បានចុះបញ្ជីនៅអង្គការសហប្រជាជាតិហើយមានសុពលភាពជាសន្ធិសញ្ញាតាមច្បាប់អន្តរជាតិដូច្នេះថៃមិនអាចលុបចោល MOU នេះដោយឯកតោភាគីឡើយលុះត្រាតែមានការយល់ព្រមពីកម្ពុជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុតិធម៌ឯកឧត្តមសេងឌីណាបានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី30ខែកញ្ញានេះថា MOU ឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជានិងថៃទោះបីជាមានឈ្មោះ MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានតម្លៃដោយសន្ធិសញ្ញាត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិនិងផ្សព្វផ្សាយជាផ្លូវការដោយអង្គការសហប្រជាជាតិស្របតាមមាត្រា102នៃធម្មនុញ្ញសហប្រជាជាតិមិនមានការបរិច្ឆេទផុតកំណត់មិនមានបទបញ្ញត្តិចែងឬបង្កប់ដោយទលហិភាពអំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគីឡើយដូច្នេះ MOU 2000ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វាគឺការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជានិងថៃត្រូវបានបញ្ចប់សពគ្រប់ដោយមិនមានរដ្ឋភាគីណាអាចលុបចោល MOU 2000ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេចំណែកសាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រនយោបាយលោកអិនសុផលក៏បានលើកឡើងផងដែរថាតាមអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ1969រដ្ឋមួយមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយលុះត្រាកិច្ចព្រមព្រៀងនោះបានកំណត់លក្ខខណ្ឌបញ្ចប់សុពលភាពច្បាស់លាស់លោកបញ្ជាក់ទៀតថាប៉ុន្តែ MOU ឆ្នាំ2000មិនមានចែងពីលក្ខខណ្ឌបញ្ចប់ឡើយការដកខ្លួនដោយឯកតោភាគីនឹងប៉ះពាល់ដល់ឥទ្ធិពលនិងកិត្យានុភាពអន្តរជាតិរបស់ថៃអាចបង្កភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបើតាមលោកសុកសំអឿនប្រធានក្រុមអ្នកច្បាប់និងទីប្រឹក្សាអមរិន្ទបានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី30ខែកញ្ញានេះផងដែរថាប្រសិនបើប្រទេសថៃគេលុបចោលកិច្ចព្រមព្រៀង MOU ដែលធ្វើឡើងរវាងប្រទេសថៃនិងកម្ពុជានោះតើគេធ្វើបានដែរឬទេការឈប់គោរពឬបំពានកិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេសវាជាការបំពានច្បាប់អន្តរជាតិកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងប្រទេសពីរយ៉ាងតិចគឺជាច្បាប់អន្តរជាតិហើយលោកមេធាវីបានលើកឡើងបន្ថែមទៀតថាចុះសម្រាប់ការបំពានកិច្ចសន្យាជាអន្តរជាតិសួរថាតើមានយន្តការអនុវត្តច្បាប់ដែរឬទេចំពោះចំណុចនេះចំនួនរវាងប្រទេសនិងប្រទេសគឺយើងមានតុលាការអន្តរជាតិនិងមានតុលាការព្រហ្មទណ្ឌអន្តរជាតិដែលទើបនឹងបង្កើតនៅឆ្នាំ2015កាលមុនឆ្នាំ2015នៅពេលដែលមានបទល្មើសឬមានបណ្ដឹងព្រហ្មទណ្ឌអន្តរជាតិកើតឡើងអ្នកដែលធ្វើការសម្រេចគឺមហាសន្និបាតអង្គការសហប្រជាជាតិដែលត្រូវការសម្រេចថាត្រូវបង្កើតតុលាការពិចារណាលើបទល្មើសនោះដែរឬអត់